បើសិនជាមិនឲ្យតឡាការកាត់ក្តីទេរឿងនេះវាដូចជាតំបន់ហ្គាហ្សារវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលដូចគ្នាដល់ចប់ទេដល់ចប់ទេហើយវាយគ្នារហូតបើមិនតូចធំបើមិនធំតូចប៉ុណ្ណឹងអញ្ចឹងតើខ្លាចអីនឹងទៅកាន់តុលាការបើសិនជាយើងមានចិត្តស្មោះត្រង់កម្ពុជាគ្មានត្រូវការបិទត្រូវការទឹកដីតារាទេកម្ពុជាបាត់បង់ទឹកដីច្រើនណាស់ហើយកម្ពុជាក៏មិនទាមទារយកដីត្រឡប់មកវិញដែរតែកម្ពុជាសូមរក្សាសិទ្ធិការពារទឹកដីរបស់ខ្លួនតែប៉ុណ្ណោះមិនអាចឲ្យនរណាផ្សេងមកដណ្ដើមទទួលយកទេកម្ពុជាបានធ្វើការចរចាជាមួយវៀតណាមបោះបកគោលរួចជាស្រេចចំនួន84%រួចស្រេចទៅហើយនៅសល់16%ទៀតកំពុងតែធ្វើការចរចាហើយភាគីទាំងពីរគោរពគ្នាទៅវិញទៅមកកម្ពុជាជាមួយឡាវបានចរចាបោះបកគោលព្រំដែនចំនួន86%ហើយនៅសល់14%ទៀតកំពុងបន្តការចរចាដោយមានការគោរពគ្នាក៏ប៉ុន្តែព្រំដែនកម្ពុជាថៃ25ឆ្នាំគឺអត់តបានធ្វើអីក្រៅតែពីដើររកបកគោលប្រមាណនោះតែប៉ុណ្ណោះ